ជំរាបសួរថ្ងៃនេះខ្ញុំចង់និយាយពីបទពិសោធន៍ផ្ទាល់ហើយអ្វីដែលជាផ្លូវដែលខ្ញុំធ្លាប់ដើរដែលតាក់ទងអំពីថា how to be a confident ធ្វើម៉េចធ្វើឲ្យយើងនឹងមានភាពជឿជាក់ហើយក្នុងករណីដែលលក្ខខណ្ឌទី1គឺធម្មជាតិយើងរៀងអៀនច្រើនហើយអត់សូវប្រកែpublic speaking ទេហើយមាន case ជាច្រើនទៀតដែលវាជះឥទ្ធិពលទៅលើការ build នៅ confident សំបីតាកត្តារូបរាងកត្តាកម្ពស់និយាយទៅលក្ខណៈសម្បត្តិខាងក្រៅក៏វាជាផ្នែកដ៏ធំមួយដែរដែលធ្វើឲ្យមនុស្សយើងនឹងអត់ confident ឥឡូវខ្ញុំឧទាហរណ៍ថានៅពេលដែលរាងកាយយើងអត់ស្អាតហើយយើងអត់ខ្ពស់ដូចគេចឹងនៅពេលដែលយើងចូលទៅក្នុងសង្គមមួយគឺធម្មតាយើងនឹងមានអារម្មណ៍ថាលក្ខខណ្ឌយើងអត់សូវគ្រប់គ្រាន់ទេអញ្ចឹង confident យើងក៏រៀងទាបជាងដែរហើយលក្ខណៈធម្មជាតិមួយទៀតនៅពេលដែលយើងរៀងអៀនច្រើនណាអញ្ចឹងអាហ្នឹងកត្តាធំណាធ្វើឲ្យ confident យើងអត់ខ្ពស់ដូចគេអត់ខ្លាំងដូចគេអត់ជឿជាក់អត់ចេញពីចិត្តហ្មងចឹងអាហ្នឹងគឺជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំព្រោះលក្ខខណ្ឌខ្ញុំមានទាំងអស់ sinus ក៏មានតាំងពីកំណើតហើយអារបៀបថាបកែនិយាយបកែspeak ជា public អីហ្នឹងណាគឺរៀងអន់ហ្មងហើយបើថាឲ្យ presentation វិញវាថាភ័យហ្មងឡើងទៅទោះចេះបែបណាក៏ដោយពេលចង់និយាយបែបនេះបែរជាភ្លេចអស់ហើយនិយាយមកគឺរអាក់រអួលហ្មងអត់ fluent ដូចគេទេអញ្ចឹងអានឹងកតាខ្ញុំផ្ទាល់ដែលខ្ញុំឆ្លងកាត់អញ្ចឹងខ្ញុំថ្ងៃហ្នឹងខ្ញុំចង់ select technique ដែលខ្ញុំប្រើខ្ញុំលក្ខខណ្ឌបច្ចុប្បន្នហ្នឹងមិនប្រកាសថាខ្ញុំហ្នឹងមាន confident ខ្លាំងទេខ្ញុំនៅតែមានអារម្មណ៍ថាអត់សូវមាន confident ទេនៅពេលខ្លះដែរប៉ុន្តែពេលឥឡូវហ្នឹងចាប់ផ្ដើមមាន confident ណាអញ្ចឹងជាចំណុចមួយដែលខ្ញុំគិតថាខ្ញុំគួរតែចែករំលែកនៅអ្វីដែលជា technique មួយហើយខ្ញុំក៏មិនអួតថា confident ខ្ញុំបានកម្រិតណាល្អកម្រិតណាប៉ុន្តែខ្ញុំយល់អារម្មណ៍អ្នកដែលអត់មាន confident ហើយកត្តាដែលខ្ញុំបានលើកឡើងភាពអៀនខ្មាស់មិនមែនជា talent របស់យើងហើយរូបរាងលក្ខណៈសម្បត្តិដែលអត់ស្អាតអត់គ្រប់គ្រាន់ហ្នឹងកត្តាហ្នឹងគឺចូលរួមចំណែកធំដែលធ្វើឲ្យមនុស្សម្នាក់ហ្នឹងអត់មានភាពជឿជាក់ចឹងមកដល់ចំណុចហ្នឹងខ្ញុំសូមលើកធ្វើម៉េចដើម្បី build a confidence យើងហ្នឹងឲ្យរៀង strong យើងជំនះធ្វើម៉េចឲ្យយើងមានភាពជឿជាក់ជាងមុនណាទី1និយាយទៅគឺព្យាយាមចូលប្រឡូកនៅក្នុងសង្គមធ្វើម៉េចឲ្យច្រើនវាអាចជាលក្ខណៈfree activity ដែលមិនបាច់ចាំចំណាយលុយច្រើនទេគឺគ្រាន់តែរឿង social activity មួយឧទាហរណ៍ថាយើងទៅជួយសកម្មភាពសប្បុរសធម៌ជាមួយនឹងកុមារជាមួយនឹងសហគមន៍ជាមួយនឹងការងារស្ម័គ្រចិត្តអីជាដើមចឹងនៅពេលដែលយើងចូលប្រឡូកនៅក្នុងសង្គមយើងនឹងចាប់ផ្ដើមស្គាល់មនុស្សផ្សេងគ្នាបើយើងចូលជាមួយនឹងក្មេងៗយើងដឹងថាយើងត្រូវ adapt ទៅមួយបរិបទក្មេងហ្នឹងមិនហើយនៅពេលដែលយើងចូលក្នុងសហគមន៍បងប្អូនដែលនៅតាមតំបន់
ដាច់សញ្ញាឬក៏សហគមន៍កែច្នៃម្ហូបអាហារឬក៏អីជាដើមហ្នឹងណាគឺយើងនឹងមានតំណែងតំណងជាមួយនឹងអ្នកទាំងអស់គ្នាហ្នឹងហើយក៏ start ជាមួយនឹងការផ្លាស់ប្ដូរនៅចំណេះដឹងជាមួយនឹងការផ្លាស់ប្ដូរនៅបទពិសោធន៍ជួបមនុស្សជាច្រើនថ្មីប្លែកផ្សេងគ្នាហើយមួយវិញទៀតការងារសប្បុរសធម៌យើងចូលទាំងសប្បាយចិត្តទាំងបានជួយសង្គមហើយយើងមានតំណែងតំណងទៀតអញ្ចឹងវាកាត់បន្ថយនៅភាពអៀនពីកំណើតដែរហើយនៅពេលដែលយើងជួបមនុស្សកាន់តែច្រើនទៅយើងចាប់ផ្ដើមស្គាល់សង្គមបែបណាអញ្ចឹងវាជាចំណេះដឹងមួយផ្ដល់ឲ្យយើងរៀនស្គាល់សង្គមនឹងចំណុចទី1ចំណុចទី2គឺព្យាយាមចាប់យកឱកាសជុំវិញខ្លួនខ្ញុំមានន័យថាបើសិនជាចង់ be confident ណាអញ្ចឹងសូម្បីតែឱកាស training ដែលនិយាយថា improve professional ឬក៏ more confident អាហ្នឹងក៏ជាផ្នែកមួយដែលធ្វើឲ្យយើងហ្នឹងរៀនបន្ថែមនៅជំនាញ skill ហើយឱកាសដែលយើងចាប់ខ្ញុំឧទាហរណ៍ថាឥឡូវបើសិនជាគេផ្ដល់ឱកាសឲ្យយើងធ្វើជា MC ខ្ញុំធ្លាប់ខ្ញុំអៀនណាហើយរឿង MC មួយខ្ញុំរៀងពិបាកប៉ុន្តែនៅពេលដែលខ្ញុំដឹងខ្លួនហើយថាខ្ញុំនឹងអាចធ្វើមិនល្អព្រោះខ្ញុំអៀនច្រើនហើយក៏មិនធ្លាប់ប៉ុន្តែដឹងមិនអត់គឺខ្ញុំព្យាយាមចាប់យកឱកាសហ្នឹងហើយប្រាប់ខ្លួនឯងទៀតថាធ្វើមិនល្អគឺអត់បញ្ហាដោយសារអីដោយសារតែយើងដឹងខ្លួនឯងថាដោយសារតែយើងមិនពូកែមិនមានtalent ទៅលើផ្នែកហ្នឹងប៉ុន្តែហេតុអីក៏ខ្ញុំចាប់យកព្រោះខ្ញុំគិតថាឥឡូវគេផ្ដល់ឱកាសឲ្យតែយើងចាំឱកាសយើងសាកល្បងទៅបើសិនជាវាប្រាជ័យបើន័យថាយើង at least យើងព្យាយាមយើងធ្លាប់ធ្វើហើយមិនបាច់ភ័យទេអត់មានណាគេបន្ទោសយើងទេព្រោះនៅពេលដែលគេផ្ដល់ឱកាសឲ្យយើងណាបើន័យថាគេបង្រៀនយើងទេយើងអត់ចាំបាច់គិតថានេះជាកំហុសដែលយើងប្រព្រឹត្តទេហើយមនុស្សតែងតែចង់ជួយយើងឯងចឹងបើន័យថាពួកគាត់ក៏យល់ដែរថាយើងបែបណាហើយគាត់ផ្ដល់ឱកាសឲ្យយើងធ្វើទៅហើយមិនប្រកាសថាបើលើកក្រោយគាត់ផ្ដល់ឲ្យទៀតយើងធ្វើទៀតអញ្ចឹងនៅពេលដែលយើងធ្វើ repeat something ណាហើយពេលហ្នឹងយើងsecond time ហ្នឹងយើងនឹងប្រសើរឡើងហើយឥឡូវខ្ញុំឧទាហរណ៍មួយទៀតតាក់ទងជាមួយនឹងការធ្វើបទបង្ហាញណានៅពេលដែលយើងអៀនណានៅពេលដែលយើងធ្វើបទបង្ហាញណាយើងពេលនិយាយណាយើង prepare ហើយប៉ុន្តែនៅតែមានភាពរអាក់រអួលផ្លេចនេះផ្លេចនោះរៀងភ័យពេកចឹងទៅយើងផ្លេចហើយប៉ុន្តែយើងអាច repeat ធ្វើទៀតលើកទី2លើកទី3ហើយយើងចាប់ផ្ដើមឆ្លុះបញ្ចាំងថាហេតុអីក៏យើងធ្វើអត់បានល្អអាហ្នឹងមួយទី2នៅពេលដែលយើងធ្វើម្ដងហើយម្ដងទៀតណា at least the second time is better than the first time ហើយលើកទី3នឹងប្រសើរឡើងកាន់តែប្រសើរឡើងហើយកុំឲ្យថាយើងជៀសពីបញ្ហាហ្នឹងបើសិនជាយើងនៅតែព្យាយាមធ្វើម្ដងហើយម្ដងទៀតណាអញ្ចឹងយើងនឹងធ្វើវាបានល្អប៉ុន្តែបើករណីថាយើងជៀសពីបញ្ហាហ្នឹងណាចឹងមានន័យថាពេលវេលាយូរទៅកាន់តែយូរទៅយើងអត់អាចធ្វើឲ្យខ្លួនយើងប្រសើរឡើងទេដោយសារយើងជៀសបាត់ឯហ្នឹងអញ្ចឹងមានន័យថាយើងអត់ផ្ដល់ឱកាសមិនរៀនមិនឆ្លប់បញ្ចាំងថាអាហ្នឹងគឺជាចំណុចខ្សោយទេហើយជឿលើគំនិតមួយថា
នៅពេលដែលមនុស្សម្នាក់លើកដំបូងហ្នឹងឯងមិនដែរបាន 100% ទេលទ្ធផលគឺទៀបជាង 100% มันអាច perfect ទេមនុស្សម្នាក់អាច perfect ទេទោះជាពីធ្វើច្រើនដងក៏ដោយពេលខ្លះគឺអត់អាច perfect ទេអញ្ចឹងមានន័យថាយើងកុំដាក់សម្ពាធលើខ្លួនឯងព្យាយាមចាប់យកឱកាសហើយនឹងអនុវត្តហើយធ្វើឲ្យយើងឆ្លុះបញ្ចាំងផងថាលើកក្រោយបើសិនជាយើងកែតែបន្តិចរៀងប្រសើរហើយទទួល feedback ពីអ្នកដទៃមកយើងអាចព្យាយាមrecord នៅការ present ឬក៏ការធ្វើអីមួយដែលយើងគិតថាជាលក្ខណៈការបង្ហាញជា public speaking អីចឹងណាអញ្ចឹងនៅពេលដែលយើង record យើងអាចដឹងហើយមិត្តភ័ក្តិឬក៏សិស្សច្បងឬក៏មេរបស់យើងហ្នឹងក៏អាច feedback មកលើយើងដែរថាតែយើងអាចកែសម្រួលចំណុចណាឬក៏មាន technique អីណាដែលអាចកែសម្រួលយើងបានធ្វើឲ្យប្រសើរឡើងបកមកវិញគឺសំខាន់បំផុតយើងព្យាយាមចាប់យកឱកាសព្យាយាមអនុវត្តម្ដងហើយម្ដងទៀតអញ្ចឹងខ្ញុំជឿថាទាំងចំណេះដឹងទាំងបទពិសោធន៍នឹងធ្វើឲ្យយើងនឹងចាប់ផ្ដើមមាន confidence ហើយមួយទៀតណានៅពេលដែលយើងមានអាយុកាន់តែច្រើនទៅអញ្ចឹងការភ័យខ្លាចហ្នឹងណាក៏រៀងកាត់បន្ថយដែរខ្ញុំឧទាហរណ៍នៅពេលដែលខ្ញុំនៅពីក្មេងធ្វើអីមួយអញ្ចឹងរៀងភ័យហើយឡើង present ភ័យធ្វើ MC ភ័យជួបអ្នកមេក៏ភ័យជួបអ្នកថ្មីក៏រៀងភ័យនិយាយទៅភ័យហ្នឹងភ័យច្រើនប៉ុន្តែនៅពេលយើងអាយុរៀងកាន់តែច្រើនទៅយើងវាជួបបទពិសោធន៍រៀងច្រើនដែរអញ្ចឹងយើងនិយាយយើងសួរយើងឆ្លើយសំណួរអីវារៀងចាស់ទុំជាងមុនណាហ្នឹងបានន័យថាអាយុច្រើនអញ្ចឹងទៅយើងអាចដឹងសង្គមច្រើនចាប់ផ្ដើមកាត់បន្ថយអាភាពភ័យខ្លាចនឹងច្រើនអញ្ចឹងវារៀងចាស់ទុំជាងមុនអញ្ចឹងយើងអាចមានលក្ខណៈថាលាក់បាំងអាភាពភ័យខ្លាចអីចឹងណាជួនកាលវាជា nature ដែលរៀងអន់ថយការភ័យអញ្ចឹងនៅពេលដែលយើងអត់ភ័យវា show នៅ confidence យើងហ្នឹងហើយថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងបើចំណុចដែលសំខាន់ហ្នឹងគឺ technique ដែលធ្វើមិនអាចbuild នៅ confidence នៅពេលដែលយើងមានលក្ខណៈមិនសូវអំណោយផលនៅក្នុងការធ្វើឲ្យយើងនឹងមានជំនឿជឿជាក់លើខ្លួនឯងអញ្ចឹងណាអញ្ចឹងមានតែប៉ុណ្្នឹងឯងអរគុណច្រើនជម្រាបលា